យោងទៅតាមសារព័ត៌មាន Fox News ប្រធានាធិបតីលោក Donald Trump ត្រូវបានទទួលស្វាគមន៍យ៉ាងអធិកអធមនៅ Great Hall of the People នៅទីក្រុងប៉េកាំងខណៈដែលលោកជួបពិភាក្សាជាមួយនឹងប្រធានាធិបតី Xi Jinping តើនឹងមានអ្វីកើតឡើងតើចិននឹងផ្ដល់ការស្វាគមន៍ដ៏ធំធេងនេះបែបម្ដេចអញ្ចឹងតើមូលហេតុអ្វីបានជាចិនផ្ដល់ការស្វាគមន៍ដ៏ធំធេងនេះបើយើងទៅមើលពីវីដេអូដែលបានបង្ហាញនេះគឺជាការស្វាគមន៍យ៉ាងកក់ក្ដៅមួយដ៏ធំបំផុតហើយជំនួបនេះនឹងមានន័យសម្រាប់ពិភពលោកយ៉ាងដូចម្ដេចតើជំនួបរវាងប្រធានាធិបតីលោក Donald Trump ជាមួយនឹងចិនហ្នឹងតើវានឹងមានអ្វីសម្រាប់ពិភពលោកយោងទៅតាមសារចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើននៅក្នុងសហរដ្ឋអាមេរិកដូចជា Fox News Reuters លោកប្រធានាធិបតី Donald Trump បានធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីជួបពិភាក្សាជាមួយនឹងមេដឹកនាំ Xi Jinping នៅ Great Hall of the People នៅទីក្រុងប៉េកាំងក្នុងវីដេអូនេះត្រូវបានចែករំលែកមានមនុស្សជាច្រើនកំពុងតែកវីទង់ជាតិនិងស្វាគមន៍លោក Donald Trump យ៉ាងកក់ក្ដៅដែលបង្ហាញពីបរិយាបន្នការទូតដ៏សំខាន់រវាងមហាអំណាចទាំងពីរជំនួបរវាងប្រធានាធិបតីលោក Donald Trump និងលោក Xi Jinping មិនមែនគ្រាន់តែជាជំនួបធម្មតានោះទេអ្នកវិភាគជាច្រើនបានឃើញថាវាបានពាក់ព័ន្ធទៅនឹងបញ្ហាធំៗជាច្រើនរួមមានពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនសង្គ្រាមពន្ធគយវិជ័យវិទ្យានិងសេដ្ឋកិច្ចបញ្ហាកោះតៃវ៉ាន់និងសន្តិសុខនៅតំបន់អាស៊ីនិងបញ្ហានៅតំបន់មជ្ឈមបូព៌ាក្នុងកំឡុងពេលកាន់តំណែងត្រាំធ្លាប់ដាក់ពន្ធគយទៅលើប្រទេសចិនដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពតានតឹងប៉ុន្តែទោះបីជាមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចផ្នែកយោធាផ្នែកនយោបាយចិននិងអាមេរិកនៅតែជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោកអ្នកជំនាញនិយាយថាការស្វាគមន៍យ៉ាងធំធេងរបស់ចិនអាចជាសារនយោបាយមួយបង្ហាញថាទីក្រុងប៉េកាំងចង់រក្សាទំនាក់ទំនងជាមួយអាមេរិកទោះមានភាពតានតឹងយ៉ាងណាក៏ដោយជំនួបរវាងមេដឹកនាំអាមេរិកនិងចិនតែងតែមានការទាក់ទាញឬក៏ចំណាប់អារម្មណ៍ជុំវិញពិភពលោកព្រោះការសម្រេចចិត្តរបស់ប្រទេសទាំងពីរនេះអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកតម្លៃប្រេងទីផ្សារភាគហ៊ុននិងស្ថានភាពសន្តិសុខអន្តរជាតិប្រទេសជាច្រើនកំពុងតែតាមដានយ៉ាងជិតស្និទ្ធថាតើទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោនហើយនិងប៉េជីងនឹងប្រសើរឡើងឬក៏កាន់តែមានភាពតានតឹងបន្ថែមទៀតយ៉ាងណាមិញជំនួបនេះកំពុងតែคล้ายទៅជាប្រធានបទដ៏ក្តៅគគុកលើបណ្ដាញសង្គមសារព័ត៌មានអន្តរជាតិតើអ្នកយល់យ៉ាងណាចំពោះការស្វាគមន៍លោក Donald Trump នៅចិនសូមបញ្ចេញមតិនឹងខាងក្រោមកុំភ្លេចចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបន្តទៀត